ក្នុងខេត្តកំពង់ស្ពឺយុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនខណៈដែលធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងផ្ទះហើយថែមទាំងគំរាមសម្លាប់ឪពុកម្ដាយថែមទៀតផងព្រោះតែខឹងសុំលុយចំនួន30,000រៀលមិនបានការឃាត់ខ្លួនយុវជនវាយបំផ្លាញសម្ភារៈនេះបានធ្វើឡើងកាលពីវេលាម៉ោង9ព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2025នៅក្នុងភូមិចំការវាលឃុំក្រាំងអំពិលស្រុកសំរោងទងខេត្តកំពង់ស្ពឺ នគរបាលស្រុកសំរោងទងបានឲ្យដឹងទៀតថាយុវជនដែលឃាត់ខ្លួនមានឈ្មោះផុនសៀងហៃអាយុ24ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅជាមួយឪពុកម្ដាយភូមិចំការវាលឃុំក្រាំងអំពិលស្រុកសំរោងទងខេត្តកំពង់ស្ពឺមន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងទៀតថាបុរសជាឪពុកឈ្មោះពេជ្របណ្ណាអាយុ44ឆ្នាំរស់នៅក្នុងភូមិចំការវាលឃុំក្រាំងអំពិលស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងពីឈ្មោះផុនសៀងហៃភេទប្រុសអាយុ24ឆ្នាំត្រូវជាកូនបង្កើតពីបទប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារដោយវាយបំផ្លាញសម្ភារៈខ្ទេចខ្ទីអស់កាលពីវេលាម៉ោង1:05នាទីរសៀលថ្ងៃទី29ខែមិថុនាឆ្នាំ2025ដោយសារតែសុំលុយចំនួន30,000រៀលមិនបានកូនប្រុសចិត្តស្អុយរូបនេះបានដាល់កញ្ចក់ទូសម្លៀកបំពាក់បែកអស់មួយចំហៀងព្រមទាំងបោកចានបោកឆ្នាំង និងថែមទាំងគម្រាមសម្រាប់ឪពុកម្ដាយថែមទៀតផងដោយអស់ទ្រាំនឹងទង្វើកូនប្រុសមិនបានឪពុកបានដាក់ពាក្យបណ្ដឹងតែម្ដងទៅនគរបាលស្រុកសំរោងទងបានបញ្ជាក់ថាក្រោយពីទទួលបានពាក្យបណ្ដឹងលុះដល់ព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2025កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបានឃាត់ខ្លួនយុវជនជាកូនមកសាកសួរហើយបានឆ្លើយសារភាពថាពិតជាបានដាល់កញ្ចក់ទូនិងវាយបំផ្លាញ ថែមទាំងគម្រាមសម្លាប់ឪពុកអ្នកម្ដាយពិតប្រាកដមែនខឹងសុំលុយចំនួន30,000រៀលមិនបានបច្ចុប្បន្នយុវជនចិត្តស្អុយនគរបាលជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់សូមអរគុណ